ក្បាលវីដេអូមកបងគឺថាឃើញគេថាអូយតំណងមែនតែនគេថាថ្ងៃនេះប្លែកមាត់ហើយគេថាពូជ្រូកស្ងោរជាមួយនឹងទឹកប្រហុកអីចឹងណារហូតដល់ខ្ញុំធ្លាប់ធ្វើទឹកច្រឡុចជាមួយនឹងទឹកត្រីអំពិលទុំឥឡូវគឺថាមកជាមួយទឹកប្រហុកនេះវាថាអូយបងអូនហើយគឺថាអែមមែនតែនហើយទៅមើលខ្ញុំធ្វើទាំងអស់គ្នាហើយថ្ងៃនេះគឺថាពូជ្រូកខ្ញុំគឺចំនួន1គីឡូគឺលាយគ្នាអញ្ចឹងណាបងអូនគឺថាមានហ៊ុនមានពូជ្រូកមានពវៀនធំអីចឹងទៅហើយក៏មានបេះដូងហើយក៏មានស្លាមគឺថែមឲ្យតិចតួចចឹងណាហើយឥឡូវគឺថាខ្ញុំចាក់អំបិលច្របាច់វាសិនណាបងអូនជាពិសេសគឺថាហ៊ុនហើយនឹងកាហ្វេជ្រូកនោះវាមានជាតិម្អឺណាអញ្ចឹងយើងលាងច្របាច់អំបិលវាយកអំបិលវាចេញអស់ហើយគឺខ្ញុំធ្វើការចាក់ទឹកអីចឹងទៅហើយចាក់ទឹករួចរាល់អស់ហើយឥឡូវគឺខ្ញុំមកលាងហ៊ុនណាបងអូនហ៊ុនធំហ្នឹងហ៊ុនធំអីគឺថាពវៀនធំបងអូនសុំទោសហើយទៅឥឡូវគឺថាខ្ញុំលាងរួចរាល់អស់ហើយគឺខ្ញុំកាត់ខ្លះចឹងណាហើយសម្រាប់កាហ្វេគឺថាខ្ញុំស្រោះទឹកក្តៅបងអូនគឺថាខ្ញុំស្រោះទឹកក្តៅមកសាហើយគឺខ្ញុំកោសលាងសម្អាតឲ្យស្អាតអស់ហើយគឺខ្ញុំចាប់ផ្ដើមលាងទឹកស្អាតរួចរាល់ហើយនេះគឺខ្ញុំទុកម្ដុំសិនគឺខ្ញុំមកឆ្លៀតដាំទឹកអីចឹងណាសម្រាប់ទឹកខ្ញុំគឺខ្ញុំដាក់អំបិលហើយនឹងប៊ីចេងតិចតួចហើយនឹងខ្ទឹម1មើម2មើមអញ្ចឹងទៅខ្ញុំឃើញអ្នកខ្លះក៏ដាក់ម្ដែងហើយនឹងខ្លះក៏សោយអញ្ចឹងណាតែខ្ញុំមិនដាក់ទេឥឡូវខ្ញុំធ្វើការដាក់កាហ្វេដាក់ហ៊ុនដាក់ថ្លើមវាចូលអញ្ចឹងណាបងអូនសម្រាប់ពូជ្រូកគឺថា1គីឡូពេលស្រោះទឹកក្តៅទៅបងអូនហើយគឺថាមកបន្តិចមួយឥឡូវគឺខ្ញុំធ្វើការគ្របទុកចោលអញ្ចឹងហើយខ្ញុំក៏ឆ្លៀតបេះបន្លែបេអញ្ចឹងណាបងអូនក៏សុំនិយាយតិចដែរបងអូនគឺថាមានអ្នកខ្លះក៏ថាខ្ញុំនឹងធ្វើវីដេអូវែងដូចឈួតហើយចេះតែធ្វើតាមគេដែរនិយាយទៅខ្ញុំនិយាយមែនអ្នកដែលថាខ្ញុំមកធ្វើតែវីដេអូខ្លីតែ1នាទីក៏ធ្វើមិនបានខ្ញុំនិយាយមែនណាគឺខ្ញុំព្យាយាមធ្វើអានេះគឺខ្ញុំរៀនតាមបងដៃចាស់ដែលគេធ្វើខាងវីដេអូធ្វើម្ហូបហ្នឹងខ្ញុំនិយាយទៅគឺខ្ញុំរៀនតាមគាត់ហើយក៏ខ្ញុំរៀនកាត់តតិចតួចអីចឹងណាមើលបានប៉ុណ្នេះបងអូនគឺខ្ញុំខំប្រឹងរៀនមែនតើរៀនតាម YouTube ផងរៀនតាមFacebook ផងនិយាយទៅមើលគេដៃចាស់ឲ្យគេធ្វើអញ្ចឹងណានិយាយទៅមិនមែនស្រួលទេហើយអ្នកថាគេហ្នឹងគឺថាស្រួលមែនតើពេលធ្វើតែ1នាទីក៏ធ្វើមិនបានដែរខ្ញុំនិយាយមែនណាពីណាមួយក៏ខ្ញុំអត់ខ្វល់ពីសម្ដីគេដែរបងអូនព្រោះយើងឆ្លាញ់ខាងហ្នឹងហើយគឺយើងត្រូវតែទ្រាំធ្វើអញ្ចឹងណាហើយខ្ញុំឥឡូវគឺថារៀនចេះតិចតួចកាត់វីដេអូអញ្ចឹងទៅបើកាលមុនណាគឺខ្ញុំអត់ដែរចេះកាត់អីចឹងហើយខ្ញុំផុស direct យកហ្មងដល់ចឹងយើងអត់ដឹងតាត់តិចអញ្ចឹងមើលទៅគឺថាអត់តំណងទេបងឥឡូវគឺខ្ញុំចេះកាត់តិចអីចឹងទៅគឺថាមើលទៅគ្រាន់បើបន្តិចវាអាចទទួលយកបានណាបងអូនហើយវីដេអូក៏ខ្ញុំថតច្បាស់ដែរកាលមុនគឺអត់ទេខ្ញុំថតព្រាអីចឹងទៅឥឡូវគឺថាវីដេអូខ្ញុំគឺរៀនថតយកឲ្យច្បាស់អីចឹងណាកាលប៉ុន្តែទូរស័ព្ទខ្ញុំគឺថតច្បាស់ទេប៉ុន្តែយើងអត់ចេះថតគឺពេលខ្លះកន្លែងខ្លះវាព្រាកន្លែងខ្លះវាច្បាស់អីចឹងទៅពេលហ្នឹងគឺយើងអត់ដឹងដល់ឥឡូវគឺថាយើងដឹងហើយបងអូនឥឡូវថាងាកមើលទឹកបោកខ្ញុំនេះគឺថាតំណងមែនតើបងអូនហើយគឺថាជាតិត្មងហើយមើលពោះជ្រូកខ្ញុំគឺថាខ្ញុំមកងាស់រៀងយូរដែរហើយខ្ញុំហាន់យកមកភ្លក់បន្តិចមកគឺថាវាមកល្មមហូបបានហើយបងអូនគឺថាឈប់ហើយក៏វាមិនផុយអីហ្មងដែរនិយាយទៅពោះជ្រូកនេះគឺថាវាមិនផុយទេបងអូនគឺថាឆ្អិនខ្លាំងគឺខំឈប់អីចឹងណាឥឡូវថារៀបចំដួសដាក់ចានហើយបងអូនគឺថាអត់តន់ក្តៅហើយម្ហូបមួយមុខនេះថាតតែក្តៅមិនឆ្ងាញ់បងអូននេះគឺថាអូខ្ញុំហាន់រួចរាល់ហើយគេថាវីដេអូខ្ញុំខ្លះអីចឹងណាកុំឲ្យវែងពេកបងអូននេះវាថាទឹកច្រឡុចគឺថាអែមមែនតែនបងអូននិយាយទៅឲ្យអួយហ្មងទឹកច្រឡុចទឹកខ្ញុំមាននិយាយតាមគេចឹងណាបងអូនខ្ញុំនិយាយលេងហើយតាបងអូនម្ហូបខ្ញុំហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើស្រឡាញ់ពេញចិត្តនឹងវីដេអូខ្ញុំជួយ share like follow page បងអូនម្នាក់មួយផងណាអរគុណបាយបាយ